រឿងមិនតន់ចាប់ទេលោកយាយហេងសុខឹមសូមធ្វើការឆ្លើយតបចំពោះកូនស្រីវ៉ាសកុនធានិងចៅស្រីកូនឯងខំនិយាយនឹងខ្វះគេដែរណាមានខ្វះគេដែរមានពីណាគាត់ត្រូវកូនឯងដែរធ្វើអញ្ចឹងនិយាយអញ្ចឹង100000ជាងហើយម៉ែសុំយកតែ50000ហើយអត់ឲ្យទៀតឥឡូវអាមកទៅទៀតឲ្យម៉ែចាក់ធွာមកទៀតដីឲ្យ30ម៉ែត្រលុយ50000ម៉ែយក50000ទេសុំតែ50000ទេឥឡូវឲ្យសុំឲ្យសម្ដេចពុកសម្ដេចម៉ែឲ្យជួយដោះស្រាយដល់ចិត្តធွာឲ្យខ្ញុំផងក្រោយពីអង្គភាពសារព័ត៌មានកម្ពុជាឈ្នះបានធ្វើបទសម្ភាសន៍ជាមួយអ្នកស្រីវ៉ាសកុនធានិងចៅស្រីដោយបដិសេធថាកូនស្រីបង្កើតនិងកូនប្រសាមិនបានបន្លំលួចប្រាក់របស់ម្ដាយវ័យចំណាស់72ឆ្នាំចិត្ត$100,000នោះទេក្រោយធ្វើការផ្សព្វផ្សាយនេះលោកយាយហេងសុខឹមក៏បានថតនៅคลิปវីដេអូមួយផ្ញើមកកាន់អង្គភាពសារព័ត៌មានកម្ពុជាឈ្នះឲ្យជួយធ្វើការផ្សព្វផ្សាយឡើងវិញដោយបដិសេធរាល់ការលើកឡើងរបស់កូនស្រីនិងចៅស្រីដែលសុទ្ធសឹងតែជាការមិនពិតនោះទេសូមស្ដាប់ការលើកឡើងរបស់លោកយាយហេងសុខឹមដូចតទៅខ្ញុំមានខ្ញុំឈ្មោះហេងសុខឹមសូមផ្ញើអូសារព័ត៌មានជាឈ្នះទៅឲ្យកូនស្រីឈ្មោះវ៉ាសកុនធាជួយឲ្យម៉ែលុយម៉ែចាយផងម៉ែលុកដីមានតែប៉ុណ្្នឹងទេមានតែលុយប៉ុណ្្នឹងទេកូនហើយបើជីវិតម៉ែចំក្រោយតាំងពីសាក់ខ្មៅដល់សក់សជីវិតចំក្រោយមានតែប៉ុណ្្នឹងបើកូនមិនឲ្យគិតគូរឲ្យលុយម៉ែចាយទេម៉ែឲ្យលុយម៉ែដាក់ក្នុងកប៉ាល់ម៉ែទៅពេទ្យម៉ែឈឺម៉ែទៅពេទ្យយកទៅវត្តទៅអីលុយនេះនៅក្នុងកប៉ាល់ម៉ែសប្បាយចិត្តណាកូនឲ្យម៉ែសប្បាយចិត្តផងខ្នះផងកូនឯងកុំនិយាយអីបលឹះកូនឯងញ៉ានិយាយអីបលឹះទាំងអស់ទាំងចិត្តចៅទាំងជីដូនម៉ែចំណាស់នឹងហើយដែលនិយាយបលឹះទេកូនសុំកូននិយាយឲ្យបានត្រឹមត្រូវកុំនិយាយបលឹះលុយម៉ែមានបានកូនធ្វើអីអញ្ចឹងធ្វើបាបចិត្តម្ដាយណាកូនកូនឯងកុំរៀននិយាយអញ្ចឹងរៀនឲ្យច្បាស់និយាយត្រឹមត្រូវការពិតកុំនិយាយបំភ្លឹះទាំងចិត្តទាំងម៉ែទាំងកូនណាកុំនិយាយបំភ្លឹះម៉ែចាស់ហើយម៉ែនិយាយត្រឹមត្រូវសូមសារព័ត៌មានជួយស្ដាប់ខ្ញុំនិយាយខ្ញុំចេះច្បាស់លាស់ត្រឹមត្រូវទាំងអស់ខ្ញុំអត់មានបលឹះខ្ញុំចំណាស់នឹងហើយសូមលោកសារព័ត៌មានជួយផ្សព្វផ្សាយឲ្យបានត្រឹមត្រូវផងកូនខ្ញុំនិយាយមិនត្រឹមត្រូវទេគឺនិយាយមិនពិតពាក្យមិនពិតខំនិយាយដែរទាំងចៅទាំងជីដូនទាំងម៉ែទាំងកូនវានិយាយពាក្យមិនពិតទេសូមសារព័ត៌មានជួយឲ្យនិយាយឲ្យច្បាស់ឲ្យខ្ញុំផងជួយបំភ្លឺឲ្យច្បាស់ឲ្យខ្ញុំផងខ្ញុំនិយាយពាក្យពិតមិននិយាយពាក្យមិនពិតទេពិតទាំងអស់ម៉ែចូលចាកូនពី3ដងហើយថាម៉ែឲ្យដីកូន30ម៉ែត្រហើយទៅឲ្យដី30ម៉ែត្រហើយឲ្យកូនរកស៊ីហើយនៅតែនៅរករឿងម៉ែទៀតម៉ែចូលចាម៉ែដងហើយម៉ែថាកូនឯងថាម៉ែអត់មានទៅចូលអត់មានចូលចាមួយកូនកូនចូលចាមួយម៉ែម៉ែឲ្យអីទាំងអស់ដី30ម៉ែត្រឲ្យបុកលបរកស៊ីហើយតែធ្វើអញ្ចឹងទៀតសំដែរកូនឯងខំនិយាយនឹងខ្វះគេដែរណាមានខ្វះគេដែរមានពីណាគាត់ត្រូវកូនឯងដែរធ្វើអញ្ចឹងនិយាយអញ្ចឹង100000ជាងហើយម៉ែសុំយកតែ50000ហើយអត់ឲ្យទៀតឥឡូវអាមកទៅទៀតឲ្យម៉ែចាក់ធွာមកទៀតដីឲ្យ30ម៉ែត្រលុយ50000ម៉ែយក50000ទេសុំតែ50000ទេឥឡូវឲ្យសុំឲ្យសម្ដេចពុកសម្ដេចម៉ែឲ្យជួយដោះស្រាយដល់ចិត្តធွာឲ្យខ្ញុំផងខ្ញុំមានដូចមានកូនកូនធ្លាប់មកម៉ែខំរកតាំងពីសាក់ខ្មៅដល់សាក់សហើយដីម៉ែធ្លាប់ម៉ែកូនម៉ែចង់លក់មិនកូនឲ្យលក់កូនឯងឃុំខាំងទុកទៅអីលុយម៉ែដីម៉ែសោះហ្នឹងហើយចោតម៉ែទៀតថាលក់យកលុយអីយកលុយទៅអីលុយម៉ែដីម៉ែលក់ចង់យកលុយទៅអីក៏បានចង់ឈឺយកលុយទៅពេទ្យទៅណាទៅធ្វើបុណ្យទៅអីក៏បានចាយមួយថ្ងៃអស់10000ក៏បានដែរលុយម៉ែសិតម៉ែតាកូនឯងទៅបាច់ឃុំខាំងសួរដេញដោលម៉ែទៅអីដីម៉ែលុយម៉ែសោះហ្នឹងណាម៉ែដូចយល់សោះចិត្តកូនឯងគិតយ៉ាងម៉េចបកស្រាយម៉ែស្ដាប់ផងមើលចង់និយាយរឿងថ្មីទៀតកូនដែលបានធ្វើអំពើនេះតាមម្ដាយសូមឲ្យកូនដកពាក្យដកសម្ដីទៅកុំនិយាយពាក្យអាសរោះមិនសមទេកូនសូមឲ្យកូននឹងប្រកួតលុយកាក់ឲ្យម៉ែអស់មកកូនជម្រាបម៉ែតាមប្រមាថគាត់អស់មកកុំឲ្យកុំដើរដាក់ព័ត៌មានអីទៀតមិនល្អទេកូនកុំឲ្យឈ្មោះខ្លួនឯងប្រាប់គេខ្លួនយើងមិនល្អហើយតែនិយាយទៀតសូមកូនឆេងចៅឈប់និយាយទៅបើមនុស្សល្អតឡាការគេមិនចាប់យើងដាក់គុកទេលើតឡាការយុទ្ធធម៌តឡាការត្បូងខ្ញុំយុទ្ធធម៌រកយុទ្ធធម៌ឲ្យយាយរកយុទ្ធធម៌ឲ្យម៉ែបើមនុស្សល្អតឡាការគេមិនយកទេវាមិនដែរតឡាការណាដើរចាប់មនុស្សអាក្រក់យើងមនុស្សល្អទៅដាក់គុកទេកូនឲ្យនឹងចៅ
ចាំតែច្បាស់ណាកូនណាម៉ែកូនចឹងដែរមិនដែរមិនដឹងកូនទៅដាក់គុកទេបើកូនល្អថែតបម៉ែនេះបានល្អម៉ែមិនដែរដាក់ដឹងឲ្យកូនទៅដាក់កូនទៅដាក់គុកទេលុយម៉ែមានលុយអីមានសូមកូនជួយដោះស្រាយឲ្យម៉ែមកម៉ែយកប្រមាណក៏កូនមិនឲ្យយកមកកូនមិនឲ្យ